ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយទៀតឲ្យបងប្អូនគឺបង្កងខ្ទិះបងប្អូនទាំងអស់គ្នាតាមមកដឹងពីវិធីធ្វើទាំងអស់គ្នាដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់នេះបង្កងខ្ញុំទិញពីផ្សារមកបងប្អូនទាំងអស់គ្នាវានៅរស់តែឥឡូវវាមកហើយបងប្អូនគឺ1គីឡូបងប្អូនទាំងអស់គ្នាបន្ទាប់មកវាមានគ្រឿងផ្សំមកយើងបងប្អូនទាំងគ្នានេះគឺម្ទេសឆ្អើរយើងនឹងយើងត្រាំទឹកវារីកមកហើយមានដូចជាខ្ទិះដូងខ្ទឹមបារាំងខ្ទឹមក្រហមគល់ស្លឹកគ្រៃម្ដេចទឹកកន្សោយបងប្អូនទាំងអស់គ្នាចំពោះគល់ក្រែខ្ញុំប្រើ4គល់បងប្អូនទាំងអស់គ្នាយើងហាន់វាម៉ត់ចឹងមកហើយយើងយកវាទៅបុកបងប្អូនទាំងអស់គ្នាគល់ក្រែហ្នឹងយើងបើសិនជាយើងមានម៉ាស៊ីនក្លុកបងប្អូនទាំងអស់គ្នាយើងក្លុកទៅគឺវាបានម៉ត់ល្អវានិយាយទៅវាឆ្ងាញ់យើងបុកដៃចឹងបងប្អូនទាំងអស់គ្នាពេលយើងបុកដៃទៅបុកវាអត់សូវម៉ត់ចឹងបងប្អូនទាំងអស់គ្នាសារយើងកម្លាំងវាដល់ហើយចំពោះគល់ក្រែនេះបងប្អូនយើងមើលវាផងពេលអីខែហ្នឹងវាស្បោអាសត្វអីគេតិចហ្នឹងវាស្អុយបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនមើលប្រយ័ត្នចាំមកស្អុយមានតកើមអីគឺអត់ល្អទេហើយចំពោះម្ដែងនេះគឺខ្ញុំប្រើមកមើលបងប្អូនទាំងគ្នានេះយើងហាន់វាស្ដើងចឹងមកហើយយើងយកវាទៅបុកជាមួយនឹងគល់ក្រែនេះបងប្អូនចំពោះម្ដែងនេះគឺម្ដែងស្រែកយើងបងប្អូនទាំងគ្នាគឺខ្ញុំដកនៅខាងក្រោយផ្ទះហ្នឹងបងប្អូនអើយឈ្ងុយហ្មងគាត់ហាន់អញ្ចឹងគឺឈ្ងុយហ្មងបងប្អូនម្ដែងខ្មែរយើងហៅម្ដែងអីគេម្ដែងគីឡូស្អីគេនោះបងប្អូនសាច់អត់តោះនេះយើងហាន់វាមកនោះបងប្អូនទាំងអស់គ្នាហើយចំពោះខ្ទឹមសបងប្អូនទាំងអស់គ្នាខ្ទឹមសនេះយើងប្រើ3 4កំពឹសដែរបងប្អូនទាំងអស់គ្នាគឺយើងហាន់វាមកដូចគ្នាហើយនេះគឺខ្ញុំដាក់ល្មិតម្ដុំដែរបងប្អូនដាក់ល្មិតនេះដើម្បីយកពណ៌វាបងប្អូនទាំងអស់គ្នាដាក់ច្រើនពេកវានឹងធំក្លិនហាងបងប្អូនកុំដាក់ច្រើនពេកណាយើងដាក់មកហើយក៏យើងយកពណ៌វាស្អាតដែរបងប្អូនហើយខ្ទឹមស4កំពឹសហាន់វាដាក់បុកចូលគ្នាហើយជាមួយនឹងខ្ទឹមក្រហមបងប្អូនទាំងគ្នាខ្ទឹមក្រហមមកខ្ញុំប្រើតែ1មើមទេបងប្អូនពួកអីយើងអត់ប្រើច្រើនទេពួកពគាយើងតិចបងប្អូនទាំងគ្នាយើងប្រើតាមសមាមាត្ររបស់វាអញ្ចឹងនេះខ្ទឹមសយើងចាំពឹបយើងបងប្អូនទាំងគ្នានេះខ្ទឹមក្រហមយើងបងប្អូននិយាយទៅចំពោះគ្រឿងឆាអីហ្នឹងយើងប្រើខ្ទឹមក្រហមគឺល្អបងប្អូនទាំងគ្នាព្រោះវាជួយបង្កើនក្លិនរសជាតិអាហាររបស់យើងគឺឈ្ងុយឆ្ងាញ់អញ្ចឹងបងប្អូនហើយយកទៅបំពងឲ្យឆ្ងាញ់បងប្អូនខ្ទឹមក្រហមហ្នឹងស្រួយខ្ញោកបងប្អូនទាំងគ្នាឆ្ងាញ់ហ្មងយើងហាន់វាដាក់វាចូលនៅក្នុងត្បាល់យើងទាំងអស់បងប្អូនទាំងគ្នានេះស្លឹកក្រូចសើចយើងបងប្អូនខ្ញុំហាន់វាម៉ត់ចឹងបងប្អូនហាន់វាម៉ត់ដើម្បីវាស្រួលបុកធ្វើកាន់តែម៉ត់កាន់តែល្អបងប្អូនប្រយ័ត្នហើយចំពោះម្ទេសឆ្អើរយើងគឺយើងលាងទឹកពេលស្អាតហើយយើងយកវាមកច្រាំបងប្អូនច្រាំឲ្យម៉ត់បងប្អូនទាំងគ្នានេះបើយើងមានស្លឹកក្លុកគឺល្អមែនតើយើងក្លុកតែមួយផ្លែតគឺម៉ត់ហើយតែនេះខ្ញុំអត់មាននេះខ្ញុំក៏ច្រាំវាតាមបែបធម្មតាបងប្អូនទាំងគ្នានេះតុងចឹងមកមើលទៅវានេះហើយយើងដាក់ខ្ទះបងប្អូនទាំងគ្នាខ្ទះយើងចាក់ខ្ទិះដូងយើងចូលបងប្អូនដាក់វាពុះហើយបងប្អូនទាំងគ្នាហើយយើងដាក់ម្ទេសផ្លោកយើងច្រាំមកវាឆាចូលគ្នាមកបងប្អូនឆាវាទៅឆាមកដើម្បីមានក្លិនឈ្ងុយបន្ទាប់មកយើងដាក់គ្រឿងបុកយើងចូលបងប្អូនទាំងគ្នានេះគឺជាគ្រឿងបុករបស់យើងបងប្អូនយើងដាក់វាចូលមកបងប្អូននេះប្រើភ្លើងតិចទៅខ្លោចយើងដាក់គ្រឿងបុកហើយយើងថែមគ្រឿងក្រៅតាមបងប្អូនស្គាល់ប៊ីចេងអំបិលអីចឹងទៅបងប្អូនដាក់តាមចំណង់ចំណូលចិត្តបងប្អូនទាំងគ្នាហើយយើងដាក់បន្លែចូលនេះមើមខ្ទឹមបារាំងបងប្អូនដាក់2មើមបងប្អូនយើងជីរើណាអញ្ចឹងហើយយើងថែមទឹកដោះគោស្រស់របស់យើងចូលបងប្អូនមកវាឲ្យវាពុះបងប្អូនហើយយើងដាក់បកងចូលបកងនឹងយើងដាក់តាមប្រហែលជា5នាទីបានបងប្អូនគឺវាឆ្អិនមកមើលអូឈ្ងុយបងប្អូនទាំងគ្នាខ្លាំងឈ្ងុយហ្មងយើងឆាវាទៅឆាមកបងប្អូនទាំងគ្នាយើងថែមស្លឹកខ្ទឹមជាការស្រេចបងប្អូនវិធីនេះគឺងាយហើយឆ្ងាញ់បងប្អូនទាំងគ្នាសាក់បងធ្វើបានរសជាតិអែមហ្មងបងប្អូនវិធីនេះគឺងាយស្រួលធ្វើមែនតើនឹងបងប្អូនក៏នេះឡើងតំណងអូឡើងក្រហមហ្មងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូបងប្អូនកុំភ្លេចជួយចុច follow ម្នាក់មួយផងណាអរគុណ